បើកវីដេអូមកជាមួយនឹងភាពថាខ្ជិលថ្ងៃហ្នឹងក៏ខ្ញុំថាជិះកង់ទៅហាលស្រូវអ្នកនរគ្នាហើយនេះគឺជាទេសភាពតាមដងផ្លូវអ្នកនរគ្នាមើលឃើញគឺសុទ្ធតែវាស្រែឡើយហ្នឹងកសិករយើងកំពុងតែប្រមូលផលហើយអ្នកនរគ្នាយប់ប្រហែលខ្ញុំក៏ទៅដល់បាទផ្លេចទទួលកង់អីមកចាប់ផ្ដើមរៀបចំកន្លែងរៀបចំអីប្រមូលស្រូវអីហើយប្រុសខ្លាច់មិនភ្លៀងមកខ្ទេចស្រូវអស់អ្នកនរគ្នាស្រូវហ្នឹងគឺយើងទុកញ៉ាំអ្នកនរគ្នាយើងមានធ្វើស្រូវសម្រាប់លក់ហើយនឹងស្រូវសម្រាប់ញ៉ាំនៅអ្នកនរគ្នាអាស្រូវហ្នឹងគឺច្រូតកេនផ្ទះកន្លែងនោះមិញហ្នឹងខ្ញុំកោសមួយហ្នឹងដោយសារអាដងហ្នឹងវារៀងធ្ងន់ដែរអ្នកនរគ្នាណាមួយអ្នកប្រមូលស្រូវនឹងអត់ជំនាញផងហើយមើលតារៀងទៅគឺដឹងហើយគឺសិតតែឆ្អើងកោយហ្នឹងអត់ចង់ធ្វើមែនទេអ្នកគ្នាម៉ែប្រើទៅចេះតែធ្វើទៅខ្ជិលដែរហ្នឹងឯងកោមកហើយយើងប្រមូលវាបាត់មកអ្នកគ្នាបន្តមកទៀតយើងយកកស៊ូក្របព្រោះខ្លាចពេលយប់ទៅមេឃភ្លៀងមេឃអីចឹងទៅខូចស្រូវខ្តែចតែស្រូវចូលទឹកអីធ្វើអីលេងកើតហើយអ្នកគ្នាដោយសារតែរៀងហត់ពេកយ៉ាងអ្នកគ្នាចឹងតែយើងបន្ថែម speed ក្រោយពីក្របសម្ពុតភ្លៀងនេះយើងត្រូវយកអីដើម្បីដាក់តបជើងមានអ្នកនរព្រោះខ្លាចខ្យល់ពើសัตว์អីទៅដដែលនិយាយលេងអីអ្នកគ្នាល្មើសដែរហ្នឹងឯងប្រមូលស្រូវហ្នឹងយើងប្រមូលហើយទៅយើងលាងដៃលាងជើងលាងអីតាមទឹកស្រះហ្នឹងដែរណាស្រះគេផ្ទះហ្នឹងឯងតែបើស្រះហ្នឹងគឺស្រះគេអ្នកគ្នាខេប្រមូលហើយក៏ចាប់ដើមរៀបចំខ្លួនដើម្បីទៅផ្ទះវិញទៅផ្ទះវិញហ្នឹងហើយទៅផ្ទះម្យ៉ាងដែរជិះកង់ទៅស្រែប្រមូលស្រូវហ្នឹងហើយអ្នកគ្នាវីដេអូយើងមានតែប៉ុណ្្នឹងឯងបញ្ចប់វីដេអូជាមួយនឹងការទស្សនាសត្វ Bye bye guys see you later